សួស្តីកូនៗទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី52មេមន់និងកូនមន់អំណានដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗពីលោកគ្រូបាទឥឡូវនេះគឺជាមេមន់បណ្ដើរកូនមន់ចឹងទេកូនទាំងអស់គ្នាមកអានអត្ថបទអំណានរបស់យើងតោះចាប់ផ្ដើមមានមេមាន់មួយបណ្ដើរកូនរកចំណីនៅក្រោយផ្ទះពេលមកដល់គុម្ពោតព្រៃមួយកូនមាន់បានដើរឃ្លាតឆ្ងាយពីមេវាពេលនោះមេមាន់ភ័យណាស់ព្រោះខ្លាចកូនមានគ្រោះថ្នាក់វារត់ឆ្លេឆ្លាស្រែកហៅកូនឲ្យមកជិតក្រោយពេលកូនមកជុំគ្នាមេមាន់បានត្រដាងស្លាប់គ្របកូនទាំងអស់មេមាន់បាននិយាយប្រដៅកូនកុំឲ្យដើររកចំណីឆ្ងាយពីខ្លួនខ្លាចជួបនឹងសត្វសាហាវតាំងពីពេលនោះមកកូនមាន់មិនដែលដើររកចំណីឆ្ងាយពីមេរបស់វាឡើយដោយសារការស្ដាប់តាមដំបូលមានរបស់មេកូនមាន់ទាំងអស់រស់នៅជាមួយមេវាប្រកបដោយភាពសុខសាន្តបាទអំណានរបស់យើងបានបញ្ចប់ទៅហើយកូនដែលពុំទាន់បានចុច Subscribe កូនចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗនិងមេរៀនអំណានថ្មីៗពីលោកគ្រូហើយកូនត្រូវអានឲ្យបានច្រើនដងច្រើនសារដើម្បីឲ្យបានស្ទាត់ជំនាញក្នុងការអាន